ពុកម៉ែបងប្អូនជាទីគោរពរាប់អាននៅថ្ងៃទី14ខែធ្នូនេះខ្ញុំបន្តធ្វើបច្ចុប្បន្នភាពខ្លឹមសារក្តៅគោរពជម្រាបជូនលោកអ្នកដែលតាក់ទងទៅនឹងសៀមឈ្លានពានកម្ពុជានៅតែបន្តឈ្លានពានទាំងកំរោលមកដល់ថ្ងៃទី14ធ្នូនេះជាការពិតណាស់គ្រប់សមរភូមិប្រយុទ្ធទាំងអស់បាទដែលសៀមបើកការឈ្លានពានមកលើកម្ពុជាសៀមគឺមិនបានឈរជើងនៅលើដីរបស់កម្ពុជាយើងនោះទេចូលមិនចុះទេបាទចូលមិនចុះនោះទេពុកម៉ែបងប្អូនវរៈកងទ័ពកម្ពុជាយើងនៅតាមបន្ទាត់ព្រំដែនគឺលោកឈរជើងយ៉ាងរឹងមាំកំទេចខ្មាំងសត្រូវការពីបូរណភាពទឹកដីបានយ៉ាងល្អប្រសើរបំផុតចូលកាន់តែខ្លាំងស្លាប់កាន់តែច្រើនប្រឹងរុលចូលកាន់តែខ្លាំងបាទស្លាប់កាន់តែច្រើនដែលមកទល់នឹងពេលនេះទីតាំងសមរភូមិប្រយុទ្ធនានាមិនថាយុទ្ធភូមិភាគទី3មិនថាយុទ្ធភូមិភាគទី4មិនថាយុទ្ធភូមិភាគទី5កងទ័ពកម្ពុជាគឺឈរជើងយ៉ាងរឹងមាំការពីបូរណភាពទឹកដីមិនឲ្យសៀមបាទមានឱកាសគ្រប់គ្រងលើដីរបស់កម្ពុជាយើងនោះទេបាទជាក់ស្ដែងរឿងដែលគួរឲ្យចាប់អារម្មណ៍ដែលខ្ញុំចង់លើកគោរពជម្រាបជូនលោកអ្នកនាពេលនេះគឺតាក់ទងទៅនឹងសំណាញ់មេឃបាទយើងចោទសួរច្រើនណាស់ចោទសួរថាហេតុអ្វីបានជាកម្ពុជាមិនព្រមប្រើប្រាស់សំណាញ់មេឃនាពេលនេះហេតុអ្វីបានជាមិនព្រមប្រើប្រាស់សំណាញ់មេឃបាញ់ទម្លាក់នៅយន្តហោះរបស់សៀមបាញ់ទម្លាក់នៅយន្តហោះ F16 ឲ្យធ្លាក់ជាបន្តបន្ទាប់ទៅហេតុអ្វីបានជាមិនប្រើនៅពេលនេះបាទដូច្នេះខ្ញុំនឹងសាកល្បងធ្វើការលើកឡើងទៅតាមទស្សនៈរបស់ខ្ញុំថាហេតុអ្វីបានជារាជរដ្ឋាភិបាលបានជាប្រមុខថ្នាក់ដឹកនាំលោកមិនទាន់ប្រើប្រាស់នៅសំណាញ់មេឃនាពេលនេះបាទមួយចំណុចទៀតគឺតាក់ទងទៅនឹងការតាមដានតាមរយៈផ្កាយរណបគឺជារឿងដ៏មានសារៈសំខាន់បំផុតដែលជាព្រៀបរបស់កម្ពុជាជាជ័យជំនះរបស់កម្ពុជាដែលកម្ពុជានឹងយកឈ្នះទៅលើសៀមបាទចំណុចទាំងពីរនេះគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនពុកម៉ែបងប្អូនលំអិតបាទដូច្នេះខ្ញុំសូមលើកឡើងនៅចំណុចទី1តាក់ទងទៅនឹងចំណាត់ការតាក់ទងទៅនឹងកិច្ចអន្តរាគមន៍របស់សហគមន៍អន្តរជាតិបាទរបស់បរទេសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបញ្ចេញកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ដោយកំណត់ឲ្យមានបទឈប់បាញ់បាទដោយដែលយើងឃើញហើយថានៅថ្ងៃទី11នៃយប់ថ្ងៃទី11លោកត្រាំបានស្នើឡើងឲ្យគោរពទៅនឹងបទឈប់បាញ់ដែលយើងមើលឃើញថាថៃនៅតែបំពេញមិនគោរពបទឈប់បាញ់ហើយកាន់តែផ្កើនពើងទ្រូងដាក់សហរដ្ឋអាមេរិកពើងទ្រូងដាក់លោកដូណាល់ត្រាំរឹតតែវីប្រហារមកលើកម្ពុជាកាន់តែខ្លាំងបន្ទាប់មកឈានចូលដល់ថ្ងៃទី12លោកអាន់វ៉ាអ៊ីប្រាហ៊ីមគឺបានលើកឡើងបានលើកឡើងដោយកំណត់នៅថ្ងៃទី13យប់នៅម៉ោង10យប់បាទស្នើឡើងនៅបទឈប់បាញ់ដោយមានកិច្ចអន្តរាគមន៍ដោយមានការតាមដានតាមរយៈផ្កាយរណបរបស់សហរដ្ឋអាមេរិកនិងក្រុមសង្កេតការណ៍ AOT ជាដើមក៏ប៉ុន្តែបន្ទាប់ពីម៉ោង10យប់ថ្ងៃទី13សៀមនៅតែបន្តឈ្លានពានបើកការបាញ់ប្រហារមកលើកម្ពុជាដដែលបាទដែលមានន័យថាសៀមមិនខ្វល់ទៅនឹងលោកដូណាល់ត្រាំមិនខ្វល់ទៅនឹងលោកអាន់វ៉ាអ៊ីប្រាហ៊ីមពើងទ្រូងដាក់ប្រងើយដាក់ដោយចង់ប្រកាសដោយមិនខ្វល់ហាក់បីដូចជាខ្លួនជាមហាអំណាចមួយនៅអាស៊ីយ៉ាងដូចនេះដែរបំពេញទាំងកំរោលដែលហាក់ស្មើនឹងកំពុងតែទាញខ្សែចងករបស់ខ្លួនឯងទម្លាក់ទៅក្នុងជ្រុះហើយនៅពេលនេះបាទផ្លូវរបស់សៀមដែលកំពុងតែធ្វើនៅពេលនេះគឺមានន័យយ៉ាងដូចនេះកំពុងតែទាញខ្សែចងកខ្លួនឯងទាញទម្លាក់ចូលទៅក្នុងជ្រោះយ៉ាងដូច្នោះដែរបាទហេតុអ្វីបានជាខ្ញុំលើកឡើងយ៉ាងដូចនេះពិតណាស់ពាក់ព័ន្ធទៅនឹងការដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីមយកផ្កាយរណបដើម្បីតាមដានដើម្បីចង់ដឹងចងក្រងជាផុសតាងបញ្ជាក់ថាអ្នកណាគឺជាអ្នកខូចបាទអ្នកណាដែលជាអ្នកខុសអ្នកណាដែលព្យាយាមវិប្រហាររុញឲ្យកើតមានសង្គ្រាមនាពេលនេះបាទតាក់ទងទៅនឹងការសង្កេតមើលទៅលើផ្កាយរណបដែលមានលោកអាន់វ៉ាអ៊ីប្រាហ៊ីមសហការជាមួយនឹងសហរដ្ឋអាមេរិកនេះគឺមានសារៈសំខាន់ខ្លាំងណាស់បាទមានសារៈសំខាន់ខ្លាំងណាស់ពុកម៉ែបងប្អូនសម្រាប់កម្ពុជាយើងសម្រាប់សัญลักษณ์បៀរបស់កម្ពុជាដែលយកឈ្នះទៅលើសៀម 100% ហេតុអ្វីបានជាខ្ញុំលើកឡើងយ៉ាងដូចនេះពីព្រោះថាផុសតាងនៅលើផ្កាយរណបគឺមានតម្លៃបំផុតជាផុសតាងដែលមិនអាចឲ្យសៀមប្រកែកបាននោះទេហើយវាក៏ជាផ្លូវមួយដែលធ្វើឲ្យអន្តរជាតិនឹងថ្កោលទោសសៀមថាជាអ្នកខូចបញ្ជាក់យ៉ាងច្បាស់ថាថៃគឺជាអ្នកខូចថាថៃគឺជាអ្នកដែលឈ្លានពានសៀមជាអ្នកដែលឈ្លានពានមកលើកម្ពុជាបាទជាស្ដែងយើងចាំមើលទៅថាក្រោយពេលដែលលោកអាន់វ៉ាកំណត់នៅបទឈប់បាញ់នៅម៉ោង10យប់ថ្ងៃទី13គឺប្រកាសហើយថាសហរដ្ឋអាមេរិកគឺប្រកាសហើយថាក្រុមការងារអនុព័ន្ធយោធា AOT ទាំងឡាយគឺសង្កេតការព
ពិនិត្យមើលផ្ទាល់ទៅលើប្រព័ន្ធផ្កាយរណបមើលថាតើអ្នកណាដែលជាអ្នកបំពេញបទឈប់បាញ់បាទចំណុចទី1គឺសៀមជាអ្នកបំពេញបទឈប់បាញ់គឺប្រកាសហើយថាគេនឹងកត់ត្រាចងក្រងទុកជាផុសតាងបាទលើពីនេះទៅទៀតការត្រួតពិនិត្យនៅប្រព័ន្ធផ្កាយរណបនេះមិនមែនថាត្រួតពិនិត្យត្រឹមតែពេលនៃការកំណត់បទឈប់បាញ់នៅថ្ងៃទី13ម៉ោង10យប់ទេក៏ប៉ុន្តែដើម្បីជាក់ច្បាស់ក៏ប៉ុន្តែដើម្បីប្រមូលផុសតាងមិនអាចឲ្យសៀមប្រកែកបានបាទគឺគេត្រូវពិនិត្យមើលទៅលើទិន្នន័យចាប់តាំងពីពេលដែលយោធាសៀមបាទទោះអាវុធជាបន្តបន្ទាប់នៅតាមបន្ទាត់ព្រំដែនថាតើមានមូលហេតុអ្វីថាតើអ្នកណាដែលជាអ្នកដាក់មីនបាទដូច្នេះនៅពេលដែលគេពិនិត្យមើលឃើញថាសៀមគឺជាអ្នកបង្កប់មីនខ្លួនឯងបាទសៀមគឺជាអ្នកដែលឲ្យកងទ័ពរបស់ខ្លួនដើរជន់មីនខ្លួនឯងហើយចោតបន្ទុកមកលើកម្ពុជាគេនឹងចងក្រងទុកជាផុសតាងមួយនៅថ្ងៃបន្ទាប់ទៀតបាទតាក់ទងទៅនឹងការឈ្លានពានមកលើកម្ពុជានៅថ្ងៃទី7នៅថ្ងៃទី8គេនឹងមើលតាមផ្កាយរណបបាទថាតើអ្នកណាដែលជាអ្នកបាញ់ប្រហារមុនបាទគេនឹងដឹងច្បាស់ថាជាភាគីសៀមដែលបាញ់ប្រហារបង្ករឿងចង់រុញឲ្យកើតមានសង្គ្រាមមុនមកលើកម្ពុជាបាញ់រះជាបន្តបន្ទាប់លើស24ម៉ោងដោយអ្វីដែលថ្នាក់ដឹកនាំលោកបានបញ្ជាក់លើស24ម៉ោងបាទដូច្នេះនៅពេលដែលគេមើលឃើញផ្កាយរណបគេនឹងចងក្រងជាផុសតាងថាថៃគឺជាអ្នកបាញ់មកលើកម្ពុជាមុនសៀមគឺជាអ្នកឈ្លានពានមកលើកម្ពុជាមុនបាទនាពេលនោះគឺប្រកាសហើយថា AOT អនុព័ន្ធយោធាអាស៊ានទាំងឡាយនឹងចងក្រងផុសតាងទៅតាមអ្វីដែលបានឃើញនៅក្នុងប្រព័ន្ធផ្កាយរណបដូច្នេះគឺច្បាស់ណាស់ផុសតាងនឹងចងក្រងបញ្ជាក់ជាបន្តបន្ទាប់ដែលនៅថ្ងៃទី16ដោយដែលយើងបានឃើញហើយថាលោកអាន់វ៉ាអ៊ីប្រាហ៊ីមនឹងប្រកាសអំពីផុសតាងជាក់ស្ដែងនិងបង្ហាញទៅកាន់ពិភពលោកជាក់ស្ដែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ានទាំងអស់ដែលនឹងចូលរួមធ្វើជាសាក្សីធ្វើជាផុសតាងត្រូវតែទទួលស្គាល់បាទមិនអាចប្រកែកបាននោះទេតាក់ទងទៅនឹងផុសតាងតាមរយៈប្រព័ន្ធផ្កាយរណបរបស់សហរដ្ឋអាមេរិកបាទដូច្នេះយើងមើលឃើញថាវាគឺជាភាពឆ្លាតវៃខ្លាំងជាភាពឆ្លាតវៃខ្លាំងមែនទែនរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលសហការជាមួយសហរដ្ឋអាមេរិកយកផ្កាយរណបរបស់សហរដ្ឋអាមេរិកធ្វើជាផុសតាងមិនអាចឲ្យភាគីណាប្រកែកបាននោះទេមើលជាមួយគ្នាស្រង់ផុសតាងជាមួយគ្នាបាទដូច្នេះនៅថ្ងៃទី16ដល់ខ្លីខាងមុខនេះគឺប្រកាសហើយថាសៀមនឹងត្រូវអន្តរាយសៀមនឹងត្រូវបកស្បែកមុខតាមរយៈអនុព័ន្ធយោធាតាមរយៈលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលបញ្ជាក់ផុសតាងច្បាស់លាស់ដែលបញ្ជាក់ផុសតាងជាក់ស្ដែងថាសៀមគឺជាអ្នកឈ្លានពានកម្ពុជាសៀមគឺជាអ្នកប្រើល្បិចដាក់មីនសៀមគឺជាអ្នកបាញ់មកលើកម្ពុជាមុនបាទគឺច្បាស់ណាស់អនុព័ន្ធយោធាបណ្ដាប្រទេសជាសមាជិកអាស៊ានគឺត្រូវតែទទួលស្គាល់មិនអាចប្រកែកបាននោះទេបើទោះបីណាជាចង់ការពារថៃចង់ការពារសៀមក៏មិនអាចនោះដែរនៅក្នុងវេលានេះបាទដោយសារតែមានផុសតាងជាក់ស្ដែងដោយសារតែមានផុសតាងដែលត្រួតពិនិត្យជាក់ស្ដែងចង់ឬមិនចង់គឺត្រូវតែទទួលស្គាល់មិនថាសហរដ្ឋអាមេរិកមិនថាបណ្ដាប្រទេសជាសមាជិកអាស៊ាននោះទេបាទដូច្នេះនៅថ្ងៃទី11នៅពេលដែលគេមើលឃើញថាថៃគឺជាអ្នកខូចថៃគឺជាអ្នកឈ្លានពានមកកម្ពុជាគឺប្រកាសណាស់ថាសហគមន៍អន្តរជាតិនឹងស្នើឡើងនឹងប្រកាសថាថៃគឺជាអ្នកខុសស្នើឡើងថៃត្រូវតែបញ្ឈប់ការឈ្លានពានបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជាទាំងកំរោលគឺជាការបំពានខុសគឺជាការរករឿងកម្ពុជាបាទគឺច្បាស់ 100% ដែលនាពេលនោះហើយបាទដែលនាពេលនោះហើយគឺជាការបញ្ជាក់ច្បាស់ថាកម្ពុជាមានសិទ្ធិការពារខ្លួនពេញលេញមានសិទ្ធិប្រើនៅយុទ្ធឧបករណ៍ទាំងឡាយគ្រប់គ្រាន់ដើម្បីកំទេចខ្មាំងបាទដើម្បីការពារខ្លួនស្របទៅនឹងអ្វីដែលហៅថាច្បាប់សង្គ្រាមស្របទៅនឹងអ្វីដែលជាយុទ្ធសាស្ត្រការទូតការពារខ្លួនរបស់កម្ពុជាដោយត្រឹមត្រូវបាទដោយត្រឹមត្រូវចូលដល់ចំណុចនេះខ្ញុំសូមលើកឡើងជូនពុកម៉ែបងប្អូនតែម្ដងតាក់ទងទៅនឹងការប្រើប្រាស់សំណាញ់មេឃបាទដល់ពេលហើយដែលខ្ញុំជម្រាបជូនលោកអ្នកពុកម៉ែបងប្អូនយើងជាច្រើនលោកបានចោទសួរថានៅក្នុងអំឡុងពេលដែលសៀមបើកប្រតិបត្តិការក្តៅវាប្រហារជាច្រើនទីតាំងប្រើប្រាស់នៅអាវុធមិនគោរពទៅនឹងច្បាប់អន្តរជាតិបំពានច្បាប់អន្តរជាតិមានកំភ្លើងខ្នាតធំជាច្រើនមីលីម៉ែត្រមានយន្តហោះចម្បាំង F16 ជាយន្តហោះទំនើបដែលត្រូវបានហាមឃាត់មានការប្រើប្រាស់នៅគ្រាប់បែកចង្កោមមានផ្សែងពុលដែលសុទ្ធតែត្រូវបានហាមឃាត់ក៏ប៉ុន្តែសៀមគឺប្រើប្រាស់ទាំងអស់ក៏ប៉ុន្តែហេតុអ្វីបានជាកម្ពុជាមិនព្រមប្រើប្រាស់សំណាញ់មេឃបាញ់ទម្លាក់យន្តហោះ F16 របស់សៀមទៅនាពេលនេះហេតុអ្វីបានបណ្ដោយឲ្យសៀមបាញ់មកលើផ្លូវបាញ់មកលើស្ពានបាញ់មកលើហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងវត្តអារាមបែបនេះ
បាទពុកម៉ែបងប្អូនគឺមិនមែនគ្មានមូលហេតុទេដល់ពេលវេលាមួយដែលស្របច្បាប់នៅក្នុងសង្គ្រាមគឺកម្ពុជានឹងបាញ់ទម្លាក់ហើយក៏ប៉ុន្តែនាពេលនេះបាទអន្តរជាតិមិនទាន់ទទួលស្គាល់មិនទាន់ប្រកាសច្បាស់លាស់ថាសៀមគឺជាអ្នកឈ្លានពានកម្ពុជាតើយើងប្រើទៅមានលទ្ធផលល្អប្រសើរទេតើការបាញ់ធ្លាក់យន្តហោះ F16 របស់ថៃតើមានលទ្ធផលល្អប្រសើរទេបាទគឺមិនអាចល្អប្រសើរទេពុកម៉ែបងប្អូនយើងត្រូវដឹងថាតើសង្គ្រាមដែលទើបតែកើតមានឡើងរយៈពេល 2-3 ថ្ងៃដំបូងសហរដ្ឋអាមេរិកមានប្រតិកម្មទេបាទយើងត្រូវមើលជំហរថាតើសហរដ្ឋអាមេរិកមានប្រតិកម្មទេគឺមិនទាន់មានប្រតិកម្មទេបាទគឺនៅស្ងាត់ស្ងៀមរឿងមួយទៀតតើយន្តហោះ F16 ជារបស់អ្នកណាបាទប្រកាសហើយថាគឺជារបស់សហរដ្ឋអាមេរិកដែលសៀមបានទិញយកមកប្រើប្រាស់ជាបន្តបន្ទាប់យ៉ាងច្រើនសម្បើមដើម្បីមកវាយប្រហារខ្មែរដូច្នេះយន្តហោះរបស់សហរដ្ឋអាមេរិកយើងសួរទៀតថាតើសំណាញ់មេឃរបស់កម្ពុជាគឺជារបស់អ្នកណាបាទគឺជារបស់មហាអំណាចចិនគឺជារបស់មហាមិត្តចិននៅពេលដែលយើងយកអាវុធរបស់ចិនបាញ់ទម្លាក់នៅយន្តហោះ F16 របស់សហរដ្ឋអាមេរិកឲ្យធ្លាក់តើនឹងមានរឿងអ្វីកើតឡើងបាទតើសហរដ្ឋអាមេរិកសុខចិត្តទេគឺប្រកាសហើយពុកម៉ែបងប្អូនរឿងធំសង្គ្រាមធំនឹងផ្ទុះកើតឡើងកាន់តែខ្លាំងវិនាសកម្មអន្តរាយនឹងកើតមានឡើងទំហំនៃសង្គ្រាមគឺកើតមានឡើងកាន់តែខ្លាំងតបស្លាប់កាន់តែច្រើនប្រជាជនរងគ្រោះហេដ្ឋារចនាសម្ព័ន្ធទាំងឡាយគឺកាន់តែខ្ទេចខ្ទាំដោយសារតែសៀមនឹងយកលេសប្រើនៅយុទ្ធឧបករណ៍កាន់តែទំនើបប្រើនៅអាវុធកាន់តែទំនើបយន្តហោះចម្បាំងកាន់តែទំនើបទម្លាក់ស្រោចមកលើកម្ពុជាយ៉ាងពិតប្រាកដដូច្នេះថ្នាក់ដឹកនាំកម្ពុជាយើងគឺលោកយល់ច្បាស់ណាស់ពេលណាដែលត្រូវប្រើប្រាស់សំណាញ់មេឃដើម្បីបាញ់កំទេចទៅនឹងយន្តហោះ F16 ឲ្យស្របទៅនឹងច្បាប់សង្គ្រាមពេលណាដែលឈានទៅដល់ការប្រើប្រាស់បាទនៅសំណាញ់មេឃនៅយុទ្ធឧបករណ៍ធ្ងន់ទាំងឡាយណាកំទេចតតាំងទៅនឹងសៀមគឺលោកយល់ច្បាស់ណាស់បាទពុកម៉ែបងប្អូនដូច្នេះខ្ញុំចង់បញ្ជាក់ជូនលោកអ្នកថានៅពេលដែលសហគមន៍អន្តរជាតិប្រកាសទទួលស្គាល់មានផុសតាំងជាក់ស្ដែងថាសៀមគឺជាអ្នកឈ្លានពានកម្ពុជាសៀមជាអ្នករករឿងកម្ពុជាសៀមជាអ្នកដាក់មីនបង្កហេតុសៀមជាអ្នកបាញ់ខ្លោងមកលើកម្ពុជាមុននៅពេលដែលសហគមន៍អន្តរជាតិប្រាប់ទៅកាន់សៀមថាត្រូវតែបញ្ឈប់ជាបន្ទាន់24ម៉ោងកំណត់ពេលវេលាជាក់លាក់ណាមួយថានៅម៉ោង10ឬម៉ោង11ឬម៉ោង12សៀមត្រូវតែបញ្ឈប់ការវាយប្រហារមកលើកម្ពុជាបាទនៅពេលនោះនៅពេលដែលរំលងដល់ម៉ោង10ម៉ោង11ម៉ោង12សៀមនៅតែមិនបញ្ឈប់បាទសៀមនៅតែបន្តឈ្លានពានមកលើកម្ពុជាវាយប្រហារមកលើកម្ពុជាដោយយន្តហោះចម្បាំងដោយគ្រាប់បែកផ្សែងដោយគ្រាប់បែកចង្កោមបំពេញគឺប្រកាសហើយនាពេលនោះហើយដែលជាសង្គ្រាមស្របច្បាប់របស់កម្ពុជាមានសិទ្ធិប្រើប្រាស់អាវុធគ្រប់បែបយ៉ាងកម្ពុជាមានសិទ្ធិប្រើប្រាស់នៅសំណាញ់មេឃបាញ់ទម្លាក់យន្តហោះ F16 ស្របច្បាប់មិនមានអ្នកណាអាចរករឿងកម្ពុជាបានទៀតនោះទេកម្ពុជាមានសិទ្ធិប្រើប្រាស់យុទ្ធឧបករណ៍ទំនើបគ្រប់បែបយ៉ាងដើម្បីវាយកំទេចទៅនឹងខ្មាំងឈ្លានពានរបស់កម្ពុជាវាយកំទេចទៅនឹងបច្ចាមិត្តវាយកំទេចបាទទៅនឹងចៅសៀមនោះឯងនេះពេលនេះហើយគឺជាសង្គ្រាមស្របច្បាប់របស់កម្ពុជាដែលកម្ពុជាមានសិទ្ធិទទួលជំនួយគ្រប់បែបយ៉ាងពីបរទេសមានសិទ្ធិទទួលយុទ្ធឧបករណ៍ទំនើបគ្រប់បែបយ៉ាងពីបរទេសដើម្បីការពារខ្លួនដើម្បីកំទេចទៅនឹងខ្មាំងសត្រូវនោះឯងបាទដែលចំណុចនេះហើយបានជាខ្ញុំចង់បញ្ជាក់ជូនពុកម៉ែបងប្អូនជាទស្សនៈរបស់ខ្ញុំដែលខ្ញុំមើលឃើញទេផ្លូវនេះហើយគឺជាផ្លូវដែលកម្ពុជាមានសិទ្ធិស្របច្បាប់នៅពេលដែលអន្តរជាតិទទួលស្គាល់ពេញលេញថាសៀមគឺជាអ្នកឈ្លានពានកម្ពុជាមានសិទ្ធិគ្រប់បែបយ៉ាងបាញ់ទម្លាក់ F16 មិនថាយន្តហោះប្រភេទណាមកពីប្រទេសណាទេគឺកម្ពុជានឹងបាញ់ទម្លាក់បាទគឺសិទ្ធិស្របច្បាប់នៅក្នុងសង្គ្រាមបាទដូច្នេះសូមពុកម៉ែបងប្អូនយើងជ្រាបទាំងអស់គ្នាតាក់ទងទៅនឹងចំណុចនេះខ្ញុំយល់ច្បាស់ណាស់នៅការឈឺចាប់នៅការស្រឡាញ់ជាតិរបស់ពុកម៉ែបងប្អូននៅពេលដែលឃើញសត្រូវឈ្លានពានប្រើនៅអាវុធទំនើបវាយប្រហារមកលើកម្ពុជាវាយប្រហារមកលើស្ពានបាទវាយប្រហារមកលើវត្តអារាមវាយប្រហារមកលើសាលារៀនបាទសម្រាប់ប្រជាជនកម្ពុជាយើងសម្រាប់វរៈកងទ័ពយើងគឺលោកឈឺចាប់ណាស់ក្នុងនាមយើងជាប្រជាជនគឺយើងឈឺចាប់ណាស់យើងចង់ប្រើប្រាស់អាវុធទំនើបដើម្បីបាញ់ប្រហារទៅនឹងសត្រូវក៏ប៉ុន្តែក្នុងនាមជាថ្នាក់ដឹកនាំបាទក្នុងនាមជាមេដឹកនាំជាអ្នកកំណត់ជោគវាសនាជាអ្នកកំណត់ថែរក្សានៅអាយុជីវិតកងទ័ពជាអ្នកដែលការពារអាយុជីវិតប្រជាជនថាតើថ្នាក់ដឹកនាំត្រូវប្រើប្រាស់កំហឹងឆេវឆាវទប់ទល់ទៅនឹងកំហល់ទប់ទល់ទៅនឹងល្បិចដ៏ស្មុគគ្រោករបស់ចៅសៀមទេបាទគឺមិនអាចទេគឺត្រូវប្រើប្រាស់យុទ្ធសាស្ត្រគឺត្រូវប្រើប្រាស់នៅឈាមត្រជាក់បំផុតដើរទៅតាមយុទ្ធសាស្ត្រដើរទៅតាមសកម្មភាពការទូតឈ្នះជានិច្ច
ដោយដែលខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំមិនមែនចេះតែវាប្រហារមិនមែនចេះតែតបតទៅតាមប្រភេទកំហឹងទល់ទៅនឹងកំហល់ដោយដែលខ្ញុំបានលើកឡើងនោះទេគឺទាមទារការដឹងអំពីស្ថានភាពភូមិសាស្ត្រនៅក្នុងសង្គ្រាមត្រូវប្រើប្រាស់នៅយុទ្ធឧបករណ៍អាវុធកម្រិតណាឆ្លើយតបទៅនឹងសត្រូវនៅក្នុងវេលានេះបាទប្រើប្រាស់នៅអាវុធកម្រិតណាជាបន្តបន្ទាប់យុទ្ធសាស្ត្រជាបន្តបន្ទាប់ដើម្បីការពារដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានព្រៀបឈ្នះទៅលើយោធាសៀមនោះឯងបាទដែលមុខទល់នឹងម៉ោងនេះគឺយើងបានដឹងច្បាស់ហើយថាសៀមគឺប្រហើនថាមេដឹកនាំយោធាសៀមគឺប្រហើនស្ដេចសៀមគឺប្រហើនពើងទ្រូងដាក់សហរដ្ឋអាមេរិកពើងទ្រូងដាក់អាស៊ានពើងទ្រូងដាក់លោកអានវ៉ាអ៊ីប្រាហ៊ីមជាដើមក៏ប៉ុន្តែការដែលធ្វើបែបនេះគឺជាការទាញខ្លួនឯងទម្លាក់ទាំងស្រុងដើរនៅយុទ្ធសាស្ត្រដើរនៅក្រឡាខុសទាំងស្រុងនឹងធ្វើឲ្យថៃអន្តរាយបាទនឹងធ្វើឲ្យថៃចាញ់កម្ពុជាយ៉ាងអាម៉ាស់ពិតប្រាកដបាទដូចដែលយើងបានឃើញហើយថាមិនមែនលេងសើចទេបើទោះបីណាជាសហរដ្ឋអាមេរិកមានជំហរបាទមានជំហរនៅខាងភាគីសៀមក៏ដោយក៏មិនអាចទៅរួចដែរបាទក៏មិនអាចជួយទៅនឹងភាគីសៀមបានដែរហើយការដែលសៀមពើងទ្រូងដាក់លោកដូណាល់ត្រាំយើងសួរថាតើវាជាលទ្ធផលល្អប្រសើរទេតើវាជារឿងល្អប្រសើរទេសម្រាប់ភាគីសៀមគឺមិនទេការផ្កើនដាក់លោកដូណាល់ត្រាំនេះវានឹងធ្វើឲ្យសៀមខ្លួនឯងអន្តរាយបាទយើងមើលឃើញហើយថាលោកត្រាំបានកំណត់បទជបាញ់ក៏ប៉ុន្តែអានុទានបានប្រកាសថាសង្គ្រាមនៅតែបន្តលោកត្រាំគឺបានបញ្ជាក់ច្បាស់ណាស់ថាថៃយោធាសៀមដែលជន់មាននេះគឺជាឧបតហេតុតែប៉ុណ្ណោះក៏ប៉ុន្តែសៀមបានកើនលើកឡើងថាមិនមែនទេបាទមិនមែនទេកម្ពុជាគឺជាអ្នកដាក់មានជាដើមបំពេញប្រហើនជាបន្តបន្ទាប់ទៅកាន់សហរដ្ឋអាមេរិកបាទដែលហេតុដូច្នេះហើយបានជាយើងមើលឃើញថាការចងក្រងឯកសារតាមរយៈប្រព័ន្ធផ្កាយរណបនាពេលនេះគឺជារឿងដ៏សំខាន់បំផុតគឺជាព្រៀបដែលកម្ពុជានឹងយកឈ្នះភាគីសៀមនៅក្នុងសិទ្ធិពេញលេញនៅក្នុងសង្គ្រាមនោះឯងបាទមួយវិញទៀតតាក់ទងទៅនឹងពាក្យចចាមអារាមនៃការលើកឡើងច្រើនថានាពេលនេះសហរដ្ឋអាមេរិកគឺបានប្រើប្រព័ន្ធទំនើបបាទឡុកមិនឲ្យយោធាសៀមនឹងគឺអាចប្រើប្រាស់នៅយន្តហោះចម្បាំង F16 បាញ់មកលើកម្ពុជាគឺឡុកមិនអាចបញ្ជាបានល្អប្រសើរជាដើមក៏ប៉ុន្តែខ្ញុំចោទសួរថាពាក្យចចាមអារាមនៃការលើកឡើងនោះជាការពិតដែរឬទេបាទមិនពិតទេពុកម៉ែបងប្អូនប្រសិនណាបើសហរដ្ឋអាមេរិកមានឆន្ទៈប្រើប្រាស់នៅបច្ចេកវិទ្យាឡុកនៅយន្តហោះ F16 របស់យោធាសៀមដែលកំពុងតែកំទេចឈ្លានពានមកលើកម្ពុជានាពេលនេះសៀមមិនអាចបើកកើតទេបាទសៀមមិនអាចបាញ់អាវុធមកលើកម្ពុជាកំទេចហេដ្ឋារចនាសម្ព័ន្ធកំទេចទីតាំងប្រយុទ្ធរបស់កម្ពុជាបាននោះទេបាទក៏ប៉ុន្តែយើងត្រូវដឹងនៅត្រង់ចំណុចនេះអាមេរិកគឺមិនបានឡុកទេមិនបានឡុកនៅប្រព័ន្ធបញ្ជាទាំងឡាយរបស់យន្តហោះ F16 នោះទេសៀមនៅតែអាចបើកប្រតិបត្តិការបាញ់កំទេចបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដដែលបាទមួយចំណុចទៀតយើងត្រូវដឹងថាខ្ញុំចោទសួរថាតើយុទ្ធសាស្ត្ររបស់យោធាសៀមរបៀបចម្បាំងរបៀបប្រយុទ្ធការវាយប្រហារការបើកយន្តហោះ F16 ជាដើមអ្នកណាដែលជាអ្នកបង្វឹកបាទអ្នកណាដែលជាអ្នកបង្រៀនយោធាសៀមកម្លាំងទ័ពរបស់សៀមបាទគឺសហរដ្ឋអាមេរិកគឺមេបញ្ជាការគឺទ័ពរបស់សហរដ្ឋអាមេរិកជាអ្នកបង្វឹកបង្ហាត់បង្រៀនយុទ្ធសាស្ត្រទាំងឡាយបាទបង្រៀនយុទ្ធសាស្ត្រទាំងឡាយដូច្នេះខ្ញុំចោទសួរខ្ញុំឲ្យពុកម៉ែបងប្អូនឆ្លើយខ្លួនឯងបាទនៅពេលដែលសៀមបើកប្រតិបត្តិការឈ្លានពានមកលើកម្ពុជាហើយมันអាចមានព្រៀបมันអាចវាយរលចូលទឹកដីកម្ពុជាកាន់តែចូលកាន់តែស្លាប់ច្រើនកាន់តែចូលកាន់តែអន្តរាយច្រើនប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងมันអាចវាយបំបីសមរភូមិរបស់កម្ពុជាបានយើងសួរថាក្នុងនាមជាគ្រូបង្វឹកក្នុងនាមជាគ្រូបង្ហាត់តើអាមេរិកសប្បាយចិត្តទេបាទនេះគ្រាន់តែជាចំណុចមួយដែលខ្ញុំចង់ដាស់គំនិតឲ្យពុកម៉ែបងប្អូនយើងជ្រាបតាក់ទងទៅនឹងអ្វីដែលនៅពីក្រោយយោធារបស់សៀមអ្វីដែលជាសព្វាវុធរបស់សៀមដែលប្រើប្រាស់បាញ់ប្រហារមកលើកម្ពុជានាពេលនេះតើអាវុធរបស់អ្នកណាបាទគឺប្រកាសហើយថាជារបស់សហរដ្ឋអាមេរិកជារបស់សហរដ្ឋអាមេរិកភាគច្រើនទាំងអស់បាទដូច្នេះខ្ញុំចង់លើកឡើងថានៅពេលដែលសៀមចាញ់សង្គ្រាមជាមួយកម្ពុជាក៏វាមិនមែនជារឿងរីករាយអ្វីសម្រាប់ភាគីសហរដ្ឋអាមេរិកនោះដែរបាទសម្រាប់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកដែលនៅក្រោមលោកដូណាល់ត្រាំនោះដែរមិនមែនជារឿងរីករាយសម្រាប់អ្នកនយោបាយរបស់សហរដ្ឋអាមេរិកអតីតប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេបាទខ្ញុំសូមលើកឡើងចំបែបនេះតែម្ដងខ្ញុំចង់និយាយថាវាជារឿងសំណាងហើយបាទដែលសង្គ្រាមកើតមានឡើងនៅក្នុងសម័យកាលនៅក្នុងរដ្ឋបាលរបស់លោកដូណាល់ត្រាំនេះ
ខ្ញុំមិនចង់និយាយថាចង់ឲ្យមានសង្គ្រាមទេបាទក៏ប៉ុន្តែខ្ញុំចង់លើកឡើងថាវាជារឿងដែលសំណាងហើយបាទដែលសង្គ្រាមកើតមានឡើងនៅក្នុងរដ្ឋបាលរបស់លោកដូណាល់ត្រាំដែលត្រាំបានព្យាយាមស្វែងរកបទឈប់បាញ់ដែលលោកត្រាំបានអន្តរាគមន៍ដើម្បីបិទបញ្ចប់សង្គ្រាមចូលខ្លួនអន្តរាគមន៍ជាបន្តបន្ទាប់យើងសាកស្រមៃទៅមើលប្រសិនណាបើសង្គ្រាមកើតមានឡើងនៅក្នុងរដ្ឋបាលរបស់លោកโจ Biden នៅក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតីទាំងឡាយថាតើរឿងល្អនឹងកើតមានសម្រាប់កម្ពុជាទេថាតើការស្វែងរកបទឈប់បាញ់ការស្វែងរកការបិទបញ្ចប់សង្គ្រាមនឹងងាយកើតមានឡើងទេបាទគឺមិនអាចទេក៏ប៉ុន្តែនៅក្នុងរដ្ឋបាលរបស់លោកដូណាល់ត្រាំគឺគ្រាន់បើរដ្ឋបាលរបស់លោកដូណាល់ត្រាំគឺល្អប្រសើរប្រឹងស្វែងរកបទឈប់បាញ់ប្រឹងស្វែងរកនឹងការបិទបញ្ចប់សង្គ្រាមបិទបញ្ចប់ចំនួនរវាងកម្ពុជានិងសៀមដែលសៀមឈ្លានពានមកលើកម្ពុជានាពេលនេះបាទហើយវារឹតកាន់តែល្អប្រសើរគឺនៅក្នុងអំឡុងសម័យកាលរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានទៅទៀតបាទលោកអាន់វ៉ាអ៊ីប្រាហ៊ីមគឺជាតួអង្គមួយជំទល់មួយដ៏មានសារៈសំខាន់បំផុតដែលស្វែងរកការបិទបញ្ចប់ចំនួនដែលស្វែងរកការបិទបញ្ចប់សង្គ្រាមឲ្យកម្ពុជាលោកនឹងច្បាស់ណាស់ថាថៃខូចថៃឈ្លានពានកម្ពុជាលោកប្រឹងណាស់ពុកម៉ែបងប្អូនដើម្បីបកអាក្រាតថៃដើម្បីធ្វើយ៉ាងណាបិទបញ្ចប់ចំនួនបិទបញ្ចប់សង្គ្រាមដែលសៀមឈ្លានពានមកលើកម្ពុជាយើងនាពេលនេះលោកអានវ៉ាលោកបានប្រើប្រាស់នៅកម្ដាប់ដៃប្រើប្រាស់នៅចិត្តសាស្ត្រប្រើប្រាស់នៅយុទ្ធសាស្ត្រដ៏ល្អបំផុតតាមរយៈការសហការជាមួយសហរដ្ឋអាមេរិកមិនអាចឲ្យប្រកែកបានដែលមានអនុព័ន្ធយោធា AOT ទាំងឡាយសង្កេតការពិនិត្យផ្ទាល់ទៅលើប្រព័ន្ធផ្កាយរណបដោយចង់បកស្រោមមុខដោយចង់បកអាក្រាតទៅលើយោធាសៀមទៅលើយោធាថៃជួយមកកម្ពុជាបាទជួយមកកម្ពុជាដូច្នេះគឺប្រកាសហើយថានៅថ្ងៃទី16សៀមនឹងត្រូវបានបកស្រោមមុខហើយប្រសិនណាបើបត់ជួបបែងកំណត់សារជាថ្មីសៀមនៅតែបំពេញគឺច្បាស់ហើយថាកម្ពុជានឹងមានសិទ្ធិគ្រប់បែបយ៉ាងប្រើនៅយុទ្ធឧបករណ៍គ្រប់បែបយ៉ាងមិនថាសំណាញ់មេឃមិនថាអាវុធទាំងឡាយទំនើបណារបស់កម្ពុជានឹងកំទេចស្របច្បាប់ 100% ទៅនឹងអាវុធរបស់សៀមកំទេចយន្តហោះចម្បាំងកំទេចយុទ្ធឧបករណ៍ទាំងឡាយរបស់សៀមស្របច្បាប់សង្គ្រាមយ៉ាងពិតប្រាកដបាទនេះហើយគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនពុកម៉ែបងប្អូនតាក់ទងបាទទៅនឹងសំណួរតាក់ទងទៅនឹងមូលហេតុថាតើពេលណាដែលយើងត្រូវប្រើប្រាស់សំណាញ់មេឃថាតើការប្រើប្រាស់ផ្កាយរណបនាពេលនេះមានសារៈសំខាន់បែបណាសម្រាប់កម្ពុជានោះបាទដូច្នេះខ្ញុំមានតែបន្តតាមដានថាតើស្ថានភាពសង្គ្រាមដែលសៀមឈ្លានពានកម្ពុជានឹងប្រែប្រួលបែបណាថាតើចំណាត់ការរបស់លោកអាន់វ៉ាចំណាត់ការរបស់មហាអំណាចចំណាត់ការរបស់សហរដ្ឋអាមេរិកចំណាត់ការរបស់អាស៊ាននឹងប្រើកណ្ដាប់ដៃបែបណាដើម្បីចាត់ការទៅលើសៀមដែលឈ្លានពានមកលើកម្ពុជានាពេលនេះបាទដូច្នេះខ្ញុំនឹងបន្តតាមដានបន្តធ្វើបច្ចុប្បន្នភាពបាទគោរពជំរាបជូនលោកអ្នកបាទសូមអរគុណ